នេះគឺជាដំណើររបស់សម្រោងមហាបវរធិបតីដែលជាសារីក្រោយដែលជាជំនាន់ក្រោយបើយើងគិតជាសាច់ទូកនេះគឺជាជំនាន់ទី3ហើយរបស់វត្តរាំងសីឬក៏បងប្អូនយើងស្គាល់ច្បាស់ថាវត្តព្រៃសំរោងហើយយើងនឹងចាំទទួលពួកគាត់ទាំងអស់គ្នាសម្រាប់បងប្អូនយើងអ្នកស្រុកឆ្លងបាទយើងមានរបស់ថ្មីលេងគេហើយបាទរបស់មួយចេញមួយរបស់ពីរចេញពីរឥឡូវនេះយើងបានរបស់ថ្មីចំនួនទី3បើយើងគិតពីច័ន្ទកុមារសំរោងជ័យឥឡូវសំរោងមហាបវរធិបតីតែបែរជាមានចំនួនទី4ចំនួនទី5ចំនួនទី6ទៀតនៅតែមានបន្តទៀតប៉ុន្តែអ្វីដែលជាចាក់ស្ដែងយើងនឹងចាំទទួលគាត់ទាំងអស់គ្នាសម្រាប់បងប្អូនយើងអ្នកស្រុកឆ្លងហើយនិងអ្នកឃុំខ្សាច់អណ្ដែតបាទកុំភ្លេចណាបាទនៅប្រហែលជានិយាយបានថាមកប្រហែលបងប្អូនយើងឥឡូវថាចិត្តមក8ថាមក8ចុះមកពីតំណប់មួយទៅដល់វត្តហើយបាទទៅដល់វត្តហើយអញ្ចឹងបងប្អូនយើងអ្នកខេត្តកញ្ចេះក្តីបាទអ្នកវិចិត្របុរីក្តីបាទឬក៏អ្នកបោះលាវយើងក្តីបាទអ្នកបោះលាវដឹងរៀងឆ្ងាយជាងគេអញ្ចឹងប្រហែលជាត្រៀមខ្លួនបានហើយបន្តមកអ្នកស្រុកឆ្លងយើងបាទចាំទទួលគាត់ទាំងអស់គ្នាហើយសម្រាប់រូបរាងបងប្អូនយើងមើលចាក់ស្ដែងទៅណាបាទចាក់ស្ដែងទៅមិនដែរប៉ុណ្ណឹងគួរសមអត់អ្នកឆាច់ណាកូនគេនេះ